នៅថ្ងៃច័ន្ទទី23ខែមិនិនាឆ្នាំ2026ម្សិលមិញនេះប្រជាពលរដ្ឋថៃនៅទីក្រុងបាងកកប្រទេសថៃបានដឹកនាំគ្នាធ្វើបាតកម្មដើម្បីតវ៉ានិងដាក់សម្ពាធដល់នាយករដ្ឋមន្ត្រីថៃលោកអនុทิន ឆានវីរៈគុលឲ្យធ្វើយ៉ាងណាផ្ដល់ដំណោះស្រាយដល់ពួកគេដែលកំពុងតែញាំញីដោយវិបត្តិហិរញ្ញវត្ថុនិងវិបត្តិប្រេងឥន្ធនៈក្នុងនោះក្រុមបាតកោថៃបានស្នើឲ្យលោកអនុทิន ឆានវីរៈគុលដោះស្រាយបញ្ហាចំនួន3លក្ខខណ្ឌរួមមាន 1. ការលុបចោលពន្ធលើប្រេងឥន្ធនៈ 2. ពន្លឿនការដោះស្រាយលើបញ្ហាតម្លៃប្រេងឥន្ធនៈខ្ពស់ហួសហេតុ 3. បន្ថយលើអត្រាថ្លៃបង់អគ្គិសនីចាព័ត៌មានពីខាងថៃប្រែសម្រួលដោយស្មីមុននេះ50នាទីថ្ងៃនេះទី24ខែមិនិនាឆ្នាំ2026វេលាម៉ោង2រសៀលប្រភព The Standard ចាបងប្អូនណាដែលចូលចិត្តតាមដានព័ត៌មានពីខាងថៃសូមចែករំលែកឲ្យបានច្រើនដើម្បីតាមដានទាំងអស់គ្នាអរគុណ